វិភាគសុភាសិតខ្មែរបើឃើញឈើពុកកុំដើរកន្លងអាសូរឈើផងទុកចងចន្លោះឆ្វេងយល់ពាក្យថាចន្លោះជាមុនសិនចន្លោះសម្រាប់បំភ្លឺនាសម័យបុរាណគេធ្វើពីស្លឹកព្រាលនិងជ័រទឹកតែស្ថានភាពខ្លះក៏អាចយកឈើពុកមកដំកំទេចសាច់វាហើយលាយនឹងជ័រទឹកដើម្បីដុតបំភ្លឺបានដែរដូច្នេះសូមបកស្រាយពាក្យថាដុតចន្លោះជាមុនសិនការដុតចន្លោះជាឧបករណ៍សម្រាប់បំភ្លឺទីងងឹតប្រៀបធៀបមកការឆ្លុះបង្ហាញពីចំណេះដឹងការបង្រៀនឲ្យចេះការប្រាប់ឲ្យដឹងនិងការផ្សព្វផ្សាយចំណេះដឹងផ្សេងៗកាលណាបានចេះបានដឹងនិងបានយល់ស្មើនឹងលែងងងឹតហើយគឺភ្លឺហើយនេះជាអត្ថន័យពាក្យថាដុតចន្លោះរីឃ្លាថាបើឃើញឈើពុកកុំដើរកន្លងឈើពុកជាប្រភេទឈើចាស់ឬឈើងាប់ដោយងាប់យូរទៅក៏មានសភាពពុកដោយអាយុច្រើនពេកទៅក៏មានសភាពពុកបែបនេះលោកប្រៀបធៀបមកចាស់តាដូនយាយដូនចាស់ព្រឹទ្ធាចារ្យភាគច្រើនគាត់មានសភាពដើរញីញ័រដើរកាន់ឈើច្រត់ឬហៅថាចាស់ជរានោះឯងអត្ថន័យចង់ប្រាប់ថាបើឃើញចាស់ព្រឹទ្ធាចារ្យកុំដើរកន្លងពាក្យថាដើរកន្លងក្នុងឃ្លានេះលោកប្រៀបធៀបមកការមើលរំលងការមិនឲ្យតម្លៃបែបនេះលោកប្រាប់ថាកុំមើលរំលងគាត់អាសូរគាត់ផងទុកដុតចន្លោះឬទុកចងចន្លោះពាក្យថាទុកគាត់គ្រាន់នឹងដុតចន្លោះនេះគឺស្មើនឹងការទុកគាត់ជាគ្រូរបស់ពួកយើងចង់ដឹងពីអីឆ្ងល់ពីអីសាច់ការរាក់ជ្រៅយ៉ាងម៉េចគឺចាស់ព្រឹទ្ធាចារ្យនេះហើយគាត់អាចជួយបំភ្លឺយើងបានព្រោះគាត់ធ្លាប់ឆ្លងកាត់រឿងរ៉ាវជាច្រើនធ្លាប់ឃើញច្រើនជាងយើងធ្លាប់ស្ដាប់ឮច្រើនជាងយើងនិងធ្លាប់ពាល់ច្រើនជាងយើងបទពិសោធន៍របស់គាត់នេះហើយស្មើនឹងភ្លើងចន្លោះបំភ្លឺពួកយើងបំភ្លឺឲ្យចេះឲ្យដឹងនិងឲ្យយល់ចាស់ធ្លាប់ក្មេងតែក្មេងមិនធ្លាប់ចាស់ឬក្មេងដើរលឿននិងដើរបានឆ្ងាយតែចាស់ស្គាល់ផ្លូវនេះហើយហៅថាបើឃើញឈើពុកកុំដើរកន្លងអាសូរឈើផងទុកដុតចន្លោះ